កិច្ចតែកំតបរត់ចូលនេះគឺជាសំឡេងខ្ញុំតាក់តែងជាជំរៀងជាងជូនជន់ភាសិកនិងវីរៈជន់ទីហ៊ានពួកគាត់លំបាកណាស់ដោយសារតែថៃបំពេញពួកយើងត្រូវតែស៊ូពួកដៃគ្នាត្រូវតែហ៊ានសុខទុក្ខយ៉ាងណាហើយជន់ភាសិកនិងទីហ៊ានខ្ញុំឃើញមានទាំងចាស់មានទាំងក្មេងគាត់អត់ឃ្លានដោយសារពួកអាថៃពួកអាសៀមវាបំពេញបានសុខវាមិនចង់តែមានភ្លើងសង្គ្រាមចូលមកបំពេញទាំងមិនដឹងទិសតំបន់សម្ដាប់បណ្ដាសាឲ្យពូហើយងប់តន់ហន់គឺវីរៈជន់ពលីខ្ញុំឯណែបានត្រឹមបន់ប្រជាជនអញស្លាប់មួយឲ្យឯសងវិញ1000សំឡេងដូចផ្គរលាន់កូនរំពងនៅពេញព្រៃយើងអស់ការអត់ធ្មត់មានតែចេញទៅបល័យបលេះពួកអត់ថោកហើយពួកយើងមិនសំចៃហើយយើងពួតដៃគ្នាវាឈរតតាំងនឹងអាថៃថ្ងៃ7ថ្ងៃ8ពួកអាចឆ្កែវាមកទៀតប្រំព្រៀងគ្នាអស់ហើយវានៅតែចង់វិវាទប្រជាជនអញខ្លាចទាំងចាស់ក្មេងរត់ប្រងព្រាតអ្នកខ្លាចក៏ស្លាប់ហើយគ្រូសាគេក៏ត្រូវឃ្លាតយើងនៅចាំឲ្យទៀតកុំមកឡាញតែនៅឈ្ងោកយើងមានទាំងតារាប្រជាជនមកកកោកពួកយើងពួតដៃគ្នាហើយពួកយើងនឹងសម្ពោធប្រឡ័យអាចជួយរៃសៀមឲ្យបាត់ពីពិភពលោកហើយនេះជាសំឡេងខ្ញុំតែងចេញជាចម្រៀងសង្ឃឹមមិនស្រឡះក្រមេផ្កនិងមិនភ្លៀងសំឡេងខ្ញុំវាមុតដូចជាដាវគេសំលៀងត្រឹមជាក្មេងប្រុសម្នាក់ដែលស្រឡាញ់ខាងចម្រៀងសុំម្នាក់10000 20000ទិញបាយឲ្យកូននៅចៅហូបនេះរត់មកមានអីទេប្តី